តែសាកល្បងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគ4ពេលបើកបរផ្លូវឆ្ងាយអ្នកគួរតែចម្លើយកយូរម្ដងសម្រាប់ភ្នែកខ្លះដោយញីភ្នែកខជៀសវាងសម្លឹងមើលអ្វីមួយឲ្យយូរជាង 2-3 វិនាទីកសម្លឹងភ្នែកមើលទៅមុខឲ្យចំកណ្ដាលទ្រូងផ្លូវខចំណាយពេលមើលកញ្ចក់ឲ្យបានច្រើនដងដោយកាលដែលអ្នកមើលទៅមុខដែរចម្លើយខជៀសវាងសម្លឹងមើលអ្វីមួយឲ្យយូរជាង 2-3 វិនាទីដើម្បីជៀសវាងកុំឲ្យរថយន្តផ្សេងបុកទង្គិចពីក្រោយអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម 1. បើកបរដោយប្រុងប្រយ័ត្ននិងជាន់ហ្វ្រាំងញឹកញាប់ 2. ពិនិត្យមើលតាមកញ្ចក់មើលឃើញទៅក្រោយឲ្យបានញឹកញាប់ចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខករណីលេខ2ការសិក្សាបានបង្ហាញករណីណាមួយខាងក្រោមដែលថាជាគ្រោះកាចដល់ចរាចរណ៍ 1. អ្នកបើកបរវ័យកណ្ដាល 2. អ្នកបើកបរយឺតចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខករណីលេខ2ការបើកបរយឺតខ្លាំងមានគ្រោះថ្នាក់ជាពិសេសនៅក្នុងស្ថានភាពណាមួយដូចខាងក្រោម 1. ភ្លាមក្រោយបើកផុតពីចំណុចខ្ពស់បំផុតនៃទួល 2. ភ្លាមក្រោយបើកចូលចំណុចផ្លូវបាត់កោងចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកទាំងករណីលេខ1និងលេខ2តើចំណុចណាមួយឬច្រើនដូចខាងក្រោមពាក់ព័ន្ធនឹងល្បឿនកំណត់នៅលើផ្លូវវាលក្នុងរដ្ឋ North Carolina ដែលជាចំណុចត្រឹមត្រូវ 1. លើកលែងតែមានផ្លាកប្រាប់ល្បឿនកំណត់ខុសពីនេះសម្រាប់រថយន្តដឹកអ្នកដំណើរនិងរថយន្តមួយបាំងកន្លះគឺត្រូវបើកបរក្នុងល្បឿនកំណត់65ម៉ៃនៅក្នុង1ម៉ោង 2. ល្បឿនកំណត់សម្រាប់រថយន្តដឹកសិស្សទៅចូលរួមសកម្មភាពផ្សេងៗគឺ35ម៉ៃនៅក្នុង1ម៉ោងចម្លើយកករណីលេខ1ខករណីលេខ2
កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខមិនមែនទាំងករណីលេខ1និងលេខ2